នេះមកធ្វើឲ្យគេទៀតហើយឥឡូវនេះទៅមកផុយឯងឥឡូវនេះខ្ញុំមកសកត់ធ្វើម៉ាកាថេរ៉ូហ្នឹងសិនបានយើងដាក់លាយគ្រឿងក្រៅយកទៅចៀនបងប្អូនឥឡូវនេះដលងយើងបានម៉ត់ល្អហើយបងប្អូនខ្ញុំមកដាក់អំបិលបន្តិចអំបិលកន្លះស្លាប teaspoon ហើយយ៉ាងម្សៅពោតបងប្អូនម្សៅមីក៏បានម្សៅពោតក៏បានដែរបងប្អូនខ្ញុំដាក់ដលងខ្ញុំ4មើមណាខ្ញុំដាក់4ស្លាបរៀងកំប៉ុងតិចទេបងប្អូនអត់កំប៉ុងខ្លាំងទេ2 3 4ហើយយើងធ្វើការច្បល់វាឲ្យសព្វល្មួតចូលគ្នាទៅបងប្អូនថែមម្សៅខ្ទឹមសផងខ្ញុំភ្លេចបន្ទាប់មកបងប្អូនហាន់ជីវ៉ាន់ស៊ុយឬក៏ជីមួយយ៉ាងទៀតស្តៀងជីវ៉ាន់ស៊ុយដែរបងប្អូនខ្ញុំអត់ស្គាល់ឈ្មោះទេឬក៏ស្លឹកខ្ទឹមតាមបងប្អូនចូលចិត្តក្លិនអញ្ចឹងណាហើយយកមកមិចចូលគ្នាមកអានេះយើងធ្វើដលងចៀនមានរសជាតិប្រៃឡំដលងយើងបានល្មួតចូលគ្នាបងប្អូនលើកនេះខ្ញុំអត់កាត់ធ្វើវែងខ្ញុំធ្វើស្តៀងហាប់ប្រោនគេដុំប្រវែងនេះអញ្ចឹងណាឥឡូវយើងលុញវាឲ្យចេញទៅវែងមកហើយយើងកាត់ក្បាលវាចេញបន្តិចសិនទៅដើម្បីឲ្យស្មើគ្នាពីថ្នាំងដៃប៉ុណ្នេះអញ្ចឹងប្រវែងវាបានវែងនេះបងប្អូនអញ្ចឹងយើងវាស់ដាក់កាត់ប៉ុនគ្នាអញ្ចឹងមកកាត់បានរួចហើយយើងយកទៅចៀនបងប្អូនចង់កាត់ឲ្យហើយដូចខ្ញុំបានមួយចានអញ្ចឹងហើយចាំយកទៅចៀនក៏បានដែរបងប្អូនអត់ទីទូចនេះបងប្អូនខ្ញុំហាក់ច្រឡំហើយហាប់ប្រោមួយទៀតរៀងតតែប្រប៉ុនបាតដៃអញ្ចឹងណាប៉ុន្តែវាបើសាច់គេធ្វើរៀងដូចតែគ្នាទេបងប្អូនប្រទេសរត់ថប់ហើយនឹងហាប់ប្រោហ្នឹងគាត់មួយដុំទូចមួយដុំធំជាតិសាច់គីឡូគេធ្វើដូចដុំទូចអានេះយើងធ្វើសាច់គីឡូយើងបត់អញ្ចឹងណាបងប្អូនឥឡូវនេះធ្វើការស្រង់ដាក់ចានបងប្អូនឲ្យច្រើនណាស់នេះសាច់គីឡូស្រួយខ្ញៅប៉ុនក្រៅភ្លាមចេះប្រយ័ត្នលាកមាត់បងប្អូនខំខ្ញុំភ្លេចដាក់ម្សៅកាឡិចបងប្អូនបន្ថែមម្សៅកាឡិចផងខ្ញុំប្រយ័ត្នពេកយកไปនោះតែអញ្ចឹងទៅភ្លេចធ្វើឲ្យលើកមុនដាក់ម្សៅកាឡិចឲ្យលើកនេះវាភ្លេចអញ្ចឹងបងប្អូនថែមម្សៅកាឡិចទៅគឺថែមក្លិនហិតឈ្ងុយឆ្ងាញ់